នឹងលោកជំទាវអគ្គមហាឧបាសិកាមហាសទ្ធាភិសិរីចរិយាហ៊ុនប៊ុនធឿនទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងថវិកាសរុបចំនួន10លាន7សែនរៀលស្មើទៅនឹង$2675អាមេរិកដល់គណៈកម្មការនិងកីឡាករទូកងព្រឹទ្ធាចារ្យមហាតេជោសែនជ័យរបស់វត្តតុសិដ្ឋារាមហៅវត្តព្រែកសង្កែស្ថិតនៅក្នុងឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឈ្មោះទូកនីមួយៗបាទបញ្ជាក់បាទអំពីគូហើយលើខ្សែទឹកខាងក្នុងបាទធូណាជាស្នាមហាសាមគ្គីបាទមកពីព្រៃវែងគឺពីមរោខ្សែទឹកខាងក្នុងកំពុងតែចាញ់បង់តិចតួចទេទៅរឿងរាជសីសែនជ័យបារមីពូមាសកំពុងឆ្នាំងកំពុងតឡាចឥឡូវអាចឈ្នះវិញកន្លែងនេះបាទធូណាសិដ្ឋាបាទមហាសម្បត្តិមហាសាមគ្គីគាត់ថែមអីឥឡូវគៀកគ្នាយកតែមែនទេបាទល្អមែនទេដកហើយយ៉ាងម៉េចទៅហើយកំពុងឆ្នាំងរាជសីសែនជ័យបារមីពូមាសបាទយ៉ាងម៉េចទៅហើយលោកចិត្តជួយមើលគ្នាមើលប៉ាត់វាឥឡូវក្នុងដកណាដកល្អណាស់ណែយើងកុំអាហ៊ានប្រកាសទុកជូនគណៈកម្មការបច្ចេកទេសលោកអ្នកសម្រាប់ទេចោះបាទវាបន្តិច